ឥឡូវលោកផ្កាយ3រុនរដ្ឋវាសនាដែលជាប្រធាននាយកដ្ឋាននគរបាលទេសចរដែលត្រូវបានមហាជនរិះគន់កាលពេលកន្លងទៅប្រហែលជាបងប្អូនបានដឹងហើយតកតងទៅនឹងការចោះចាប់នៅយុវជន2នាក់ទៅតាមរយៈពាក្យបណ្ដឹងមួយរបស់ក្រុមហ៊ុនមួយអំពីថវិការហូតដល់$7 លានដែលចាប់យុវជននោះគឺការចោះចាប់ខុសត្រង់ថាចោះចាប់មិនមានដីកាហើយក៏ត្រូវបានផ្ទុះការរិះគន់ច្រើននៅក្នុងបណ្ដាញសង្គមរហូតដល់យុវជនទាំង2នាក់នោះដាក់ពាក្យបណ្ដឹងទៅលោកផ្កាយ3រុនរដ្ឋវាសនានោះទៅទៀតឥឡូវតាមរយៈលិខិតមួយដែលបានចេញឬក៏ហៅថាចុះហត្ថលេខាដោយលោកសសុខាដែលជាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសម្រេចផ្អាកការងារលោកផ្កាយ3រុនរដ្ឋវាសនាដែលជាប្រធាននាយកដ្ឋាននគរបាលទេសចរនេះហើយដើម្បីបើកនីតិវិធីនៅក្នុងការស្រាវជ្រាវបន្តទៅលើករណីភាពអសកម្មឬក៏មិនប្រក្រតីមួយនេះអញ្ចឹងរយៈពេលប្រហែលថ្ងៃមុនបងប្អូនប្រហែលជាឃើញហើយតកតងទៅនឹងកម្លាំងប៉ូលីសមួយក្រុមពាក់ឯកសណ្ឋានស៊ីវិលដែលបានទៅចោះចាប់យុវជនចំនួន2នាក់នៅទីតាំងហាងកាហ្វេមួយកន្លែងនៅក្នុងរាជធានីភ្នំពេញដែលបានបង្កឲ្យមានការផ្ទុះការវែកញែកជាច្រើនអំពីវិធីនិន្នាការឬក៏ហៅថានីតិវិធីរបស់នគរបាលយុត្តិធម៌ជាពិសេសចំពោះប៉ូលីសចរាចរណ៍ទៅទៀតដែលបានចោះទៅចាប់ករណីនៃអំពើដែលចោទថាជាអំពើព្រហ្មទណ្ឌអញ្ចឹងតកតងទៅនឹងរឿងនេះតាមរយៈលិខិតមួយដែលបានចុះនៅថ្ងៃទី23ខែកក្កដាគឺបានបង្ហាញថាបានផ្អាកការងារលោកផ្កាយ3រុនរដ្ឋវាសនានេះហើយដែលជាវិធានការមួយបន្ទាន់ផងដែរចំពោះរឿងនេះអញ្ចឹងក្នុងនោះបើយោងទៅតាមលិខិតមួយរបស់ក្រសួងមហាផ្ទៃដែលបានចុះហត្ថលេខានៅថ្ងៃទី23ខែកក្កដានេះបន្តតែម្ដងដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសម្ជាក់យ៉ាងដូចនេះថាត្រូវបានផ្អាកការងារបណ្ដោះអាសន្នចំពោះឧត្តមសេនីយ៍ឯកឬក៏យើងហៅថាផ្កាយ3ហ្នឹងដែលមានឈ្មោះថារុនរដ្ឋវាសនាអត្តលេខ56035ដែលជាប្រធាននាយកដ្ឋាននគរបាលទេសចរចំណុះអគ្គស្នងការនគរបាលជាតិដើម្បីបន្តនីតិវិធីនៅក្នុងការស្រាវជ្រាវនៅក្នុងលិខិតដដែលត្រង់ប្រការ2ក៏បានបង្ហាញថាសម័យខ្លួនដែលមានឈ្មោះក្នុងប្រការទី1ត្រូវទៅបង្ហាញខ្លួនមុខរៀងរាល់ម៉ោងបានន័យថាបង្ហាញមុខរៀងរាល់ម៉ោងធ្វើការនៅការិយាល័យបុគ្គលិកនៃអគ្គស្នងការនគរបាលជាតិរហូតដល់មានសម្រាប់ជាថ្មីអញ្ចឹងការចេញសម្រាប់នេះគឺជាវិធានការមួយក្តៅចំពោះនាយកដ្ឋាននគរបាលទេសចរនេះដែលដឹកនាំដោយលោករុនរដ្ឋវាសនាដោយសារតែប្រតិកម្មខ្លាំងអំពីមហាជនក៏ដូចជាការប្រើប្រាស់នៅអំណាចដែលជានគរបាលយុត្តិធម៌នេះវាហាក់ប្រឆាំងទៅនឹងក្រមនីតិវិធីឬក៏ហៅថាការងារស្នូលរបស់ខ្លួនដោយសារតែយើងដឹងហើយនគរបាលទេសចរមានការងារមួយចំនួនគឺតាក់ទងទៅនឹងផ្នែកទេសចរតែការចោះចាប់របស់គាត់នេះវាហាក់ផ្ទុយស្រឡះត្រង់ថាម៉េចដោយសារតែការចោះចាប់របស់ប៉ូលីសចរាចរណ៍នៅពេលនោះវាមិនមានភាពប្រក្រតីត្រង់ថាមិនមានដីកានៃការចោះចាប់បានន័យថាមិនមានដីកាចេញខ្លួនឲ្យចាប់បុគ្គលទាំង2នាក់នោះគ្រាន់តែគាត់ទទួលបណ្ដឹងពីក្រុមហ៊ុនមួយបណ្ដឹងចំពោះបុគ្គលម្នាក់តាក់ទងទៅនឹងថវិការបស់ក្រុមហ៊ុនរហូតដល់$7 លានប៉ូលីសចរាចរណ៍មួយក្រុមប៉ូលីសទេសចរមួយក្រុមនៃនាយកដ្ឋានទេសចរនេះគាត់បានចោះទៅចាប់ជនបានន័យថាបុគ្គលទាំង2នាក់នោះដោយគ្មានដីកាចេញពីតុលាការឬក៏មិនបានដឹងឮពីខាងព្រះរាជអាជ្ញាទៅទៀតដែលទី1គឺវាខុសក្នុងផ្លូវច្បាប់ហើយទី2ការងារស្នូលរបស់ប៉ូលីសទេសចរគឺមិនមានសិទ្ធិចោះទៅចាប់ករណីដោយដែលបានប្រព្រឹត្តនៅពេលនេះទេដោយសារតែអីវាមិនមែនជាបទល្មើសជាក់ស្ដែងដោយសារតែបងប្អូនត្រូវយល់ថាតាក់ទងទៅនឹងនគរបាលទេសចរយើងមិននិយាយថានាយកដ្ឋានណាឬក៏ផ្នែកណាទេពួកគាត់មានសិទ្ធិចាប់នៃជនល្មើសតែតាក់ទងទៅនឹងការចាប់ហ្នឹងលុះត្រាតែគេប្រព្រឹត្តនៅបទល្មើសជាក់ស្ដែងទើបនគរបាលយុត្តិធម៌ជារួមតែម្ដងបានន័យថាប៉ូលីសតែម្ដងគឺមានសិទ្ធិចាប់ទាំងអស់គ្នាតែក្នុងករណីដែលយុវជន2នាក់នេះគឺមិនមែនជាករណីនៃអំពើជាក់ស្ដែងទេបានន័យថាមិនមែនជាករណីបទល្មើសជាក់ស្ដែងទេអញ្ចឹងហើយទើបនគរបាលទេសចរនៃបានន័យថានគរបាលនៃនាយកដ្ឋានទេសចរនេះតាមផ្លូវច្បាប់គឺគាត់មិនមានសិទ្ធិចោះចាប់ទេតែអ្វីមូលហេតុអ្វីបានជានាំឲ្យពួកគាត់ទាំងប៉ូលីសទាំងកូនចៅទាំងមេនេះចោះទៅចាប់យុវជនទាំង2នាក់នោះរហូតដល់មានការផ្ទុះប្រតិកម្មយ៉ាងខ្លាំងទៅទៀតពីសំណាក់មហាជនក៏ដូចជាបញ្ហាផ្លូវច្បាប់ផងដែរអញ្ចឹងតាក់ទងទៅនឹងការនិយាយនេះយើងមិននិយាយតាក់ទងទៅនឹងដើមហេតុនៃរឿងដែលកើតចេញពីការដាក់ពាក្យបណ្ដឹងរបស់ក្រុមហ៊ុនមួយដោយសារតែក្រុមហ៊ុននោះបើតាមខ្ញុំដឹងពីសាវតាពីដំបូងគឺមានការឆ្លោះគ្នារវាងប្តីនិងប្រពន្ធដែលជានៅក្នុងក្រុមហ៊ុនហ្នឹងរហូតដល់ខាងប្រពន្ធហ្នឹងយកថវិកាប្រមាណជា$50,000ទៅផ្ញើនឹងបងប្អូនយុវជនចំនួន2នាក់នោះបានតែម្នាក់ហ្នឹងគឺទទួលបាន$55,000នៅក្នុងគណនីAC Radarរបស់គាត់ដែលជាលុយផ្ញើរបស់
ខាងភរិយារបស់អ្នកប្តឹងនោះតែការនិយាយនេះយើងមិនចង់ដេញដោលតាក់ទងទៅនឹងរឿងស៊ីជម្រៅចំពោះបញ្ហានៃការចំនួនរវាងក្រុមហ៊ុនដែលមានប្តីប្រពន្ធគាត់ពីរនាក់ហ្នឹងទេអ្វីដែលខ្ញុំលើកឡើងមកនិយាយពីនេះតាក់ទងទៅនឹងបញ្ហានៃការអនុវត្តនីតិវិធីខុសរបស់នគរបាលយុត្តិធម៌របស់យើងអំពីបញ្ហាចោះចាប់ដោយសារតែគេលើកឡើងថាការចោះចាប់ករណីដែលមិនជាក់ស្ដែងនេះគឺនាយកដ្ឋាននគរបាលព្រំប្រទានទើបគាត់មានសិទ្ធិចោះចាប់មានសិទ្ធិហៅនាំបានហៅមកសួរនាំអ្វីជាដើមតែនេះគាត់នៅនគរបាលទេសចរដែលមានលោករុនរដ្ឋវាសនានេះជាប្រធាននាយកដ្ឋាននគរបាលទេសចរបានឲ្យកូនចៅទៅធ្វើការខាត់ខ្លួនយុវជនទាំងពីរនាក់នោះដោយគ្មានដីកាទៅទៀតអញ្ចឹងវាខុសកាន់តែខុសហើយមួយទៀតកាន់តែខុសមួយទៀតនៅពេលដែលរឿងនេះកើតហើយមានផ្ទុះប្រតិកម្មខ្លាំងពីសំណាក់មហាជននៅក្នុងបណ្ដាញសង្គមតាមរយៈនាយកដ្ឋាននគរបាលទេសចរនេះដែលដឹកនាំដោយលោករុនរដ្ឋវាសនានេះបានចេញលិខិតបំភ្លឺមួយទៀតដែលបានបង្ហាញអំពីសវតានៃរឿងនៃការប្តឹងផ្តល់រវាងប្តីប្រពន្ធពីរនាក់នៅក្នុងក្រុមហ៊ុនមួយដែលបានប្តឹងមកនាយកដ្ឋានទេសចរនេះដែលជាការបំភ្លឺនេះវាហាក់ប្រឆាំងទៅនឹងនីតិវិធីនៃផ្លូវច្បាប់ដោយសារតែការបំភ្លឺរបស់គាត់វាអត់បានបញ្ជាក់ពីអង្គហេតុដែលនាំឲ្យគាត់ទៅខាត់ខ្លួនឬក៏ហៅថាចាប់យុវជនទាំងពីរនាក់នោះទេទៅតាមផ្លូវច្បាប់ដោយសារតែគាត់បំភ្លឺក្នុងន័យយកស្អាតស្អំខ្លួនឯងនិយាយឲ្យស្ដាប់អញ្ចឹងការបំភ្លឺហ្នឹងវាកាន់តែការដាក់បន្ទុកទៅលើយុគឋាននគរបាលទេសចរនេះទៅទៀតដែលដឹកនាំដោយលោករុនរដ្ឋវាសនានេះទៅទៀតអញ្ចឹងបើការពីគាត់ចោះចាប់ហ្នឹងហើយគាត់មិនបំភ្លឺរបៀបនេះប្រហែលជាករណីនឹងស្រាមកតង់ទេតែអាការបំភ្លឺទាំងខុសច្បាប់នេះវាធ្វើឲ្យការបំភ្លឺហ្នឹងវាទៅជាការដាក់បន្ទុកទៅលើខ្លួនគាត់ទៅវិញអញ្ចឹងតកតងទាំងអស់រឿងទាំងអស់នេះយើងក៏នឹងរងចាំមើលទៀតតកតងទៅនឹងវិធានការជាបន្តរបស់ក្រសួងមហាផ្ទៃចំពោះលោកផ្កាយ3រុនរដ្ឋវាសនានេះថាតើនឹងមានការអនុវត្តផ្លូវច្បាប់បន្តឬក៏ដល់តុលាការយ៉ាងម៉េចដោយសារតែតាមលិខិតមួយដែលខ្ញុំបានឃើញនៅថ្ងៃទី24ខែកក្កដានេះផ្ទាល់ក៏មានការចេញនៅការសម្រេចតែងតាំងប៉ូលីសម្នាក់ទៀតទៅដឹកនាំការងារប្រចាំថ្ងៃរបស់នាយកដ្ឋាននគរបាលទេសចរជំនួសលោករុនរដ្ឋវាសនានេះហើយអញ្ចឹងក៏មានការលើកឡើងដែរដែលសារបងប្អូនមួយចំនួនក៏គាត់លើកឡើងថាហេតុអ្វីករណីនេះវាខ្លាំងប៉ុណ្ណឹងទៅហើយករណីនេះវាជាក់ស្ដែងនៃការប្រព្រឹត្តខុសយ៉ាងនេះទៅហើយមិនដកតំណែងចោលតែម្ដងមិនដកតួនាទីចោលតែម្ដងទៅហើយចាត់ការវិធានការតាមផ្លូវច្បាប់តែម្ដងទៅមូលហេតុអីបានមានការយោគយល់តែជារឿងយោគយល់ឬមិនយោគយល់ខ្ញុំមិនដឹងទេតាក់ទងការងារថ្នាក់លើតែបើតាមការមើលឃើញរបស់ខ្ញុំការចេញសេចក្តីសម្រេចនៃការផ្អាកបណ្ដោះអាសន្ននេះគឺជាការបើកផ្លូវមួយទៀតបងប្អូនត្រូវចាំថានេះជាការបើកផ្លូវមួយទៀតឲ្យអាជ្ញាធរមានសមត្ថកិច្ចក៏ដូចជាអាជ្ញាធរពាក់ព័ន្ធជាពិសេសខាងតុលាការជាដើមបើកនីតិវិធីនៅក្នុងការស្រាវជ្រាវដោយសារតែតាមលិខិតនេះក៏បានបញ្ជាក់ដែរថាលិខិតហ្នឹងក៏បានបញ្ជាក់ថាផ្អាកបណ្ដោះអាសន្នចំពោះលោករុនរដ្ឋវាសនាហ្នឹងដែលជាប្រធាននាយកដ្ឋាននគរបាលទេសចរហ្នឹងចំណុះឲ្យក្រសួងចំណុះឲ្យអគ្គស្នងការនគរបាលជាតិដើម្បីបើកនីតិវិធីបន្តនៅក្នុងការស្រាវជ្រាវបាទត្រង់ចំណុចហ្នឹងគឺថាដើម្បីបន្តនីតិវិធីនៅក្នុងការស្រាវជ្រាវបានន័យថាករណីរបស់លោករុនរដ្ឋវាសនានេះមិនមែនត្រឹមចប់តែប៉ុណ្្នឹងទេគឺវាអាចបន្តទៅដល់ការដកតំណែងផ្ទាល់តែម្ដងដកក្របខ័ណ្ឌចោលតែម្ដងអានេះគាត់ថាផ្អាកបណ្ដោះអាសន្ននៃទូនាទីឬក៏តំណែងជាប្រធាននាយកដ្ឋានតែបច្ចុប្បន្នគាត់នៅតែមានទូនាទីបានន័យថាមានក្របខ័ណ្ឌជាមន្ត្រីនគរបាលជាតិយុតិធធតែបើសិនជាករណីដែលគេបន្តស្រាវជ្រាវក្នុងលិខិតនេះថាជឿថាពិតជាមានអ្វីដែលខុសក៏ដូចជាការប្រព្រឹត្តខុសដូចជាក់ស្ដែងមែនអញ្ចឹងក្រសួងមហាផ្ទៃប្រកាសណាស់ជានឹងដកក្របខ័ណ្ឌគាត់តែម្ដងហើយនឹងអាចឈានទៅដល់ការអនុវត្តផ្លូវតុលាការចំពោះគាត់ទៅទៀតបើសិនជាបន្តរកឃើញនៅតល័យកណាមួយឬក៏អំណាចណាមួយអញ្ចឹងរឿងនេះគឺវាមិនទាន់ចប់តែត្រឹមនេះទេដោយសារតែការអនុវត្តរបស់កងកម្លាំងយុទ្ធធម៌របស់យើងខ្ញុំក៏មិនយល់ថាមូលហេតុអីគាត់តំណែងរហូតដល់ផ្កាយ3ទៅហើយលោករុនរដ្ឋវាសនាហ្នឹងយើងនិយាយទៅជឿឧត្តមស្នេហ៍ឯកផ្កាយ3ទៅហើយបែរជាគាត់មិនយល់អំពីនីតិវិធីនៃការអនុវត្តរបស់កងកម្លាំងយុទ្ធធម៌ត្រឹមចំណុចនេះឬក៏គាត់បានន័យថាគាត់យល់ហើយឬក៏គាត់ធ្វើមិនយល់ដោយសារតែធ្លាប់តែប្រព្រឹត្តអញ្ចឹងបានឬក៏យ៉ាងម៉េចអញ្ចឹងតកតងទៅនឹងសម័យបច្ចុប្បន្នបងប្អូនប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរក៏ដូចជាអ្នកមានមុខអំណាចឬមុខនីតិទាំងអស់គួរតែស្វែងយល់ក៏ដូចជាតាមឲ្យទាន់សម័យទៅទៀតបានន័យថាតាមឲ្យទាន់សម័យបន្តិចជាពិសេសតកតងទៅនឹងការប្រព្រឹត្តអីដែលវាខុសឆ្គងបើសិនជាបានន័យថាបើសិនជាសម័យមុនដែលមិនមានប្រព័ន្ធបច្ចេកវិទ្យាមិនមានបណ្ដាញសង្គមទាំងអស់នេះទេអស់លោកធ្វើអ្វីគឺបានន័យថាជីសេះលែងដៃដោយអ្នកណាមិនដឹងតែបច្ចុប្បន្នការប្រព្រឹត្តរបស់អស់លោកបើសិនជាមានការឆ្កងហើយគ្មានអ្នកណាអាចជួយអន្តរាគមន៍បានទេដោយសារតែប្រព័ន្ធបច្ចេកវិទ្យាក៏ដូចជាបណ្ដាញសង្គមទាំងអស់នេះវាបានជះសាយភាយទៅដល់មហាជនគ្រប់ស្រទាប់វណ្ណៈដែលបានឃើញអំពីភាពអយុត្តិធម៌អំពីភាពប្រព្រឹត្តនៅទង្វើខុសច្បាប់របស់លោកអញ្ចឹងចង់មិនចង់ថ្នាក់លើក៏គាត់មិនយោគយល់ទៅដល់អស់លោកទៀតដែរចំពោះ
ទង្វើដែលវាធ្វើឲ្យបាត់នៅទំនុកចិត្តចំពោះអ្នកដឹកនាំអញ្ចឹងសង្ឃឹមថាអស់លោកដែលជាមន្ត្រីនគរបាលមន្ត្រី PM មន្ត្រីទាហានឬក៏មន្ត្រីអ្វីក៏ដោយអំពីការប្រព្រឹត្តខុសដែលជាអំពើខុសរបស់លោកសូមកែតម្រូវឡើងដំណាក់កាលនេះទៅហើយមិនមែនជាដំណាក់កាលអស់លោកយកដៃបាំងមេបានទៀតទេអញ្ចឹងតើតើករណីលោករុនរដ្ឋវាសនាដែលជាលោកមេបលិផ្កាយ3នេះអំពីការដាក់វិធានការនេះយើងក៏នឹងបន្តចាំមើលថាតើនឹងមានចំណាត់ការក៏ដូចជាវិធានការអ្វីបន្តទៀតចំពោះករណីមួយនេះផងដែរអញ្ចឹងជារួមខ្ញុំសូមបញ្ជាក់មកវិញថាករណីនេះយើងនិយាយតែអំពីបញ្ហានៃការប្រព្រឹត្តខុសរបស់កងកម្លាំងទេតែតកតងទៅនឹងការប្តឹងផ្តល់ចំពោះក្រុមហ៊ុនមួយចំពោះវិងប្តីនិងប្រពន្ធដែលគាត់ប្តឹងផ្តល់គ្នាតកតងទៅនឹងថវិការបស់ក្រុមហ៊ុនប្រមាណ$2 លានហ្នឹងយើងមិនវែកញែកទេទុកឲ្យអ្នកដែលជំនាញឬក៏អាជ្ញាធរដែលមានពាក់ព័ន្ធគាត់ដោះស្រាយទៅលើរឿងនេះអញ្ចឹងតកតងទៅនឹងការសម្រេចនៅផ្អាកការងាររបស់លោករុនរដ្ឋវាសនាផ្កាយ3នេះបានន័យថាជាមេបលិផ្កាយ3នេះខ្ញុំសូមបិទបញ្ចប់តែត្រឹមនេះហើយបើមានអ្វីវិវត្តថ្មីតកតងទៅនឹងករណីរបស់លោករុនរដ្ឋវាសនាលោកមេបលិផ្កាយ3នេះទៀតខ្ញុំក៏នឹងបន្តផ្សព្វផ្សាយជូនបងប្អូនក្នុងការទស្សនានិងក្នុងការផ្សព្វផ្សាយរបស់ខ្ញុំបាទអរគុណនៅពេលនេះខ្ញុំបាទពុទ្ធិសូមអរគុណនិងសូមគោរពលា